ព្រំដែនកម្ពុជាថៃកំពុងឡើងកម្ដៅខ្លាំងកាសែតយៈជប៉ុន Nikkei Asia បានចុះផ្សាយព័ត៌មានធំដោយទំនាក់ទំនងសកម្មភាពរំលោភបំពានយ៉ាងជ្រៅចូលទឹកដីកម្ពុជាយ៉ាងច្បាស់លើកនេះវាជាការរំលោភកិច្ចព្រមព្រៀងថ្មីកាសែតជប៉ុនបានចុះទៅពិនិត្យដោយផ្ទាល់ថាតើកិច្ចព្រមព្រៀងបទបញ្ញត្តិនឹងត្រូវរកឃើញយ៉ាងណាយោងតាមរបាយការណ៍ស៊ើបអង្កេតពី Nikkei សហភាគីថៃនេះត្រូវបានរកឃើញថាថៃបានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនធ្លាប់ទាមទារទៅទៀតនេះជាដំណឹងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រីនាថ្ងៃទី20មករា2026ម៉ោង 6:16 នាទីរសៀលឥឡូវម៉ោង 6:17 ប្រិយមិត្តទាំងអស់នៅកម្ពុជាសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនានាសូមជួយផ្សព្វផ្សាយកុំភ្លេចផងដំណឹងពិសេសនាថ្ងៃនេះកាសែត Kyodo News ឬកាសែតយៈសារព័ត៌មានថៃបានចុះផ្សាយអត្ថបទវិភាគស៊ីជម្រៅមួយនាថ្ងៃអង្គារទី20មករា2026វាលើកឡើងពីកង្វល់ធ្ងន់ធ្ងររបស់កម្ពុជាពាក់ព័ន្ធសកម្មភាពរំលោភបំពានព្រំដែនពីភាគីថៃដែលលេបយកទឹកដីកម្ពុជាយើងចូលជ្រៅខ្លាំងមិនមែនរឿងព្រំដែនបន្តិចបន្តួចទេប៉ុន្តែលើកនេះថៃរំលោភកិច្ចព្រមព្រៀងថ្មីហើយធ្វើតាមចុងចិត្តមានន័យថាប្រើអំណាចសង្កត់កម្ពុជាបើកម្ពុជាហ៊ានតស៊ូវានឹងប្រើកម្លាំងដែលអាចនាំឲ្យមានសង្គ្រាមថ្មីខាងក្រោមនេះជាខ្លឹមសារព័ត៌មានដែលខ្ញុំដកស្រង់ពី Nikkei Asia ដែលចូលមកយកព័ត៌មានផ្ទាល់នៃកម្ពុជាពួកគេសម្ដែងក្តីបារម្ភខ្លាំងចំពោះការលេបយកទឹកដី Nikkei ចុះផ្សាយពីការរំលោភបំពានព្រំដែនយ៉ាងជ្រៅពីភាគីថៃយោងតាមការចុះផ្សាយរបស់ Nikkei ដែលបានចុះទៅដល់មូលដ្ឋានដោយផ្ទាល់ក្នុងទឹកដីកម្ពុជាបានរកឃើញថានៅភូមិជោគជ័យខេត្តបន្ទាយមានជ័យភាគីថៃបាននឹងកំពុងអនុវត្តសកម្មភាពឯកតោភាគីតាមរយៈការបោះបង់រាងកាយបន្លាលនិងការដាក់ពង្រីកទូកកងទ័ពក្នុងតំបន់មានជម្លោះសូមរំលឹកបន្តិចកាសែត Asahi Shimbun ក៏បានចុះផ្សាយរឿងនេះមុនគេពាក់ព័ន្ធទូកកងទ័ពខុសច្បាប់របស់យោធាថៃមិនចេះមកប្រជុំ JBC ទេថៃចេះតែធ្វើបែបនេះក្រៅពីខេត្តបន្ទាយមានជ័យអ្នកកាសែត Nikkei ក៏បានបន្តទៅខេត្តឧត្តរមានជ័យដើម្បីប្រមូលព័ត៌មាននិងសម្ភាសន៍ផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋតាមបណ្ដុបព្រំដែនប្រជាពលរដ្ឋបានសម្ដែងការពិតព្រួយបារម្ភខ្លាំងចំពោះសកម្មភាពថៃដែលកំពុងប្រែប្រួលស្ថានភាពដើមមន្ត្រីប្រជាពលរដ្ឋមួយចំនួនមានផ្ទះសម្បែងប៉ុន្តែមិនហ៊ានត្រឡប់ទៅវិញគឺត្រូវធ្វើជាជនភៀសខ្លួនដោយសារខ្លាចយោធាថៃទុកចិត្តមិនបានវាសាហាវណាស់សូមចងចាំកាលពីមុនវាលួចបាយប៉ូលីសខ្មែរការរំលោភបំពាននេះមិនត្រឹមតែរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែជាសញ្ញានៃមហិច្ឆតាលេបយកទឹកដីកម្ពុជាដែលអាចនាំឲ្យមានការផ្ទុះអាវុធសង្គ្រាមថ្មីបើគ្មានការដោះស្រាយតាមផ្លូវការទូតត្រឹមត្រូវស្ថានភាពព្រំដែននៅតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់គណៈមហាជនជាតិនិងអន្តរជាតិកំពុងរងចាំចំណាត់ការបន្តរបស់រាជរដ្ឋាភិបាលកម្ពុជានិងការឆ្លើយតបពីភាគីបាងកកថៃបានប្រកាសដាក់ទ័ពយ៉ាងហោចណាស់1ឆ្នាំប្រិយមិត្តមានដំណឹងនេះទេនេះជាសារព័ត៌មាន Nikkei ចុះផ្សាយផ្ទាល់មើលឃើញជាក់ស្ដែងថាថៃរំលោភបំពានទឹកដីកម្ពុជាសូមនិយាយបន្ថែមចំពោះសារព័ត៌មានថៃ Bangkok Post ដែលលើកឡើងថាប្រាសាទតាមិនធំត្រូវបានចុះបញ្ជីរួចហើយពួកគេនិយាយថាតាំងពីឆ្នាំ1935មុនកម្ពុជាទទួលឯករាជ្យ18ឆ្នាំគឺជាភស្តុតាងអធិបតេយ្យភាពថៃសូមឆ្លើយតបនឹងវិភាគថៃនិយាយបែបនេះហាក់ដូចជាមិនដឹងច្បាប់អន្តរជាតិទេការចុះបញ្ជីបេតិកភណ្ឌមិនមែនជាការកំណត់អធិបតេយ្យភាពទេចំណុចទី1ការចុះបញ្ជីប្រាសាទតាមិនធំដោយនាយកដ្ឋានវិចិត្រសិល្បៈថៃឆ្នាំ1935គឺជាការអនុវត្តតាមច្បាប់វិមានបុរាណវត្ថុសិល្បៈនិងសារមន្ត្រីជាតិថៃគ្រាន់តែជាវិធានការរដ្ឋបាលផ្ទៃក្នុងសម្រាប់អភិរក្សប៉ុណ្ណោះតាមច្បាប់អន្តរជាតិសកម្មភាពឯកតោភាគីរបស់រដ្ឋមួយមិនអាចប្រើកំណត់ព្រំដែនអន្តរជាតិឬប្រកាសអធិបតេយ្យភាពលើទឹកដីមានសន្ធិសញ្ញាទេចំណុចទី2អំណាចសន្ធិសញ្ញាខ្ពស់ជាងការគ្រប់គ្រងជាក់ស្ដែង
ព្រំដែនកម្ពុជាថៃត្រូវគ្រប់គ្រងដោយសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ផ្អែកលើគោលការណ៍ខ្សែបែកចែកទឹកនៅជួរភ្នំដងរែកទោះបីអាញាថៃចូលទៅគ្រប់គ្រងដោយផ្ទាល់ដោយសារភូមិសាស្ត្រងាយស្រួលជាងកម្ពុជាក៏ដោយការគ្រប់គ្រងជាក់ស្ដែងមិនអាចឈ្នះសិទ្ធិស្របច្បាប់ពីសន្ធិសញ្ញាអន្តរជាតិទេអ្នកប្រាជ្ញថៃខ្លួនឯងក៏ទទួលស្គាល់ថាសកម្មភាពនៅតំបន់ព្រំដែននោះមានលក្ខណៈបណ្ដោះអាសន្ននិងមិនទាន់ច្បាស់លាស់ការរំលោភបំពាននេះមិនត្រឹមតែរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែជាសញ្ញាណនៃមហិច្ឆតាលេបយកទឹកដីកម្ពុជាដែលអាចនាំឲ្យមានការផ្ទុះអាវុធសង្គ្រាមថ្មីបើគ្មានការដោះស្រាយតាមផ្លូវការទូតត្រឹមត្រូវស្ថានភាពព្រំដែននៅតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ខណៈមហាជនជាតិនិងអន្តរជាតិកំពុងរងចាំចំណាត់ការបន្តរបស់រាជរដ្ឋាភិបាលកម្ពុជានិងការឆ្លើយតបពីភាគីបាងកកថៃបានប្រកាសដាក់ទ័ពយ៉ាងហោចណាស់1ឆ្នាំប្រិយមិត្តមានដំណឹងនេះទេនេះជាសារព័ត៌មាននីកៃចុះផ្សាយផ្ទាល់មើលឃើញជាក់ស្ដែងថាថៃរំលោភបំពានទឹកដីកម្ពុជាសូមនិយាយបន្ថែមចំពោះសារព័ត៌មានថៃ Bangkok Post ដែលលើកឡើងថាប្រាសាទតាមិនធំត្រូវបានចុះបញ្ជីរួចហើយពួកគេនិយាយថាតាំងពីឆ្នាំ1935មុនកម្ពុជាទទួលឯករាជ្យ18ឆ្នាំគឺជាភស្តុតាងអធិបតេយ្យភាពថៃសូមឆ្លើយតបនឹងវិភាគថៃនិយាយបែបនេះហាក់ដូចជាមិនដឹងច្បាប់អន្តរជាតិទេការចុះបញ្ជីបេតិកភណ្ឌមិនមែនជាការកំណត់អធិបតេយ្យភាពទេចំណុចទី1ការចុះបញ្ជីប្រាសាទតាមិនធំដោយនាយកដ្ឋានវិចិត្រសិល្បៈថៃឆ្នាំ1935គឺជាការអនុវត្តតាមច្បាប់វិមានបុរាណវត្ថុសិល្បៈនិងសារមន្ត្រីជាតិថៃគ្រាន់តែជាវិធានការរដ្ឋបាលផ្ទៃក្នុងសម្រាប់អភិរក្សប៉ុណ្ណោះតាមច្បាប់អន្តរជាតិសកម្មភាពឯកតោភាគីរបស់រដ្ឋមួយមិនអាចប្រើកំណត់ព្រំដែនអន្តរជាតិឬប្រកាសអធិបតេយ្យភាពលើទឹកដីមានសន្ធិសញ្ញាទេចំណុចទី2អំណាចសន្ធិសញ្ញាខ្ពស់ជាងការគ្រប់គ្រងជាក់ស្ដែងព្រំដែនកម្ពុជាថៃត្រូវគ្រប់គ្រងដោយសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ផ្អែកលើគោលការណ៍ខ្សែបែកចែកទឹកនៅជួរភ្នំដងរែកទោះបីអាញាថៃចូលទៅគ្រប់គ្រងដោយផ្ទាល់ដោយសារភូមិសាស្ត្រងាយស្រួលជាងកម្ពុជាក៏ដោយការគ្រប់គ្រងជាក់ស្ដែងមិនអាចឈ្នះសិទ្ធិស្របច្បាប់ពីសន្ធិសញ្ញាអន្តរជាតិទេអ្នកប្រាជ្ញថៃខ្លួនឯងក៏ទទួលស្គាល់ថាសកម្មភាពនៅតំបន់ព្រំដែននោះមានលក្ខណៈបណ្ដោះអាសន្ននិងមិនទាន់ច្បាស់លាស់ចំណុចទី3រឿងកម្ពុជាក្រោមអាណានិគមបារាំងការលើកឆ្នាំ1953កម្ពុជាទទួលឯករាជ្យជាមូលដ្ឋានអះអាងសិទ្ធិមុនគឺទន់ខ្សោយបំផុតមុនឆ្នាំ1953កម្ពុជាស្ថិតក្រោមអាណានិគមបារាំងដែលបារាំងជាតំណាងស្របច្បាប់ការពារផលប្រយោជន៍កម្ពុជាសកម្មភាពរដ្ឋបាលឯកតោភាគីរបស់ថៃក្នុងទសវត្សរ៍1930គ្មានតម្លៃច្បាប់ទេលើបលែងមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អកពីបារាំងថៃគួររៀនសូត្រច្បាប់អន្តរជាតិឲ្យជ្រៅជ្រះចំណុចទី4គំរូច្បាប់ពីសាលដីកាប្រាសាទព្រះវិហារ1962មេរៀនសំខាន់បំផុតគឺសាលដីកាឆ្នាំ1962របស់តុលាការយុតិធធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងប្រាសាទព្រះវិហារតុលាការបានសម្រេចថាវត្តមានរដ្ឋបាលការគ្រប់គ្រងជាក់ស្ដែងឬការជួបបញ្ជីក្នុងស្រុករបស់ថៃមិនមានទម្ងន់ច្បាប់ស្មើនឹងផែនទីនិងសន្ធិសញ្ញាដែលព្រមព្រៀងគ្នាទេតុលាការបញ្ជាក់ថាសកម្មភាពរដ្ឋបាលក្នុងស្រុកមិនអាចជំនួសកិច្ចព្រមព្រៀងអន្តរជាតិបានបើអនុវត្តស្តង់ដារនេះចំពោះប្រាសាទទមុនធំលទ្ធផលច្បាប់មិនខុសគ្នាពីព្រះវិហារទេសរុបមកការចកបញ្ជីប្រាសាទទមុនធំដែលសារព័ត៌មានថៃផ្សាយក្នុងឆ្នាំ1935ជាវិមានបុរាណថៃគឺជាឯកសាររដ្ឋបាលផ្ទៃក្នុងសម្រាប់អភិរក្សមិនមែនជាឧបករណ៍ច្បាប់ទាមទារអធិបតេយ្យភាពទឹកដីទេការប្រើព្រឹត្តិការណ៍នេះដើម្បីបំភាន់សាធារណជនគឺជាការដារផ្ទុយច្បាប់អន្តរជាតិនិងបទពិសោធន៍ដែលថៃធ្លាប់ទទួលបញ្ហាព្រំដែនត្រូវដោះស្រាយតាមសន្ធិសញ្ញាផែនទីនិងយន្តការទ្វេភាគីមិនមែនតាមការអះអាងឯកតោភាគីលើបេតិកភណ្ឌវប្បធម៌ទេសូមថៃជ្រាប
ថៃយល់ច្រឡំលួចដីដោយការលួចសូមឲ្យថៃវិនិច្ឆ័យខ្ចាត់ខ្ចាយជាអន្តរាយគេថាថៃយេវិនិច្ឆ័យសន្តិអាសេសតូមានន័យថាការលួចដីកម្ពុជាសូមឲ្យថៃវិនិច្ឆ័យខ្ចាត់ខ្ចាយកុំឲ្យសេសសល់នេះជាគាថាប្រជាពលរដ្ឋថៃយើដាក់ស្អាមនេះជាដំណឹងមួយផ្នែកសូមឆ្លើយតបចំពោះការលើកឡើងរបស់ថៃនិង Bangkok Post ពាក់ព័ន្ធប្រាសាទទមុនធំចុះបញ្ជីឆ្នាំ1935មុនកម្ពុជាឯករាជ្យ18ឆ្នាំវាគ្រាន់តែការលើកឡើងឯកតោភាគីពីថៃដែលគ្មានចេះដឹងច្បាប់អន្តរជាតិទេសូមឲ្យថៃវិនិច្ឆ័យខ្ចាត់ខ្ចាយគ្រោះកាក2026សំពើងថៃគ្រប់ធាតុខ្យល់ភ្លើងទឹកគ្រប់ធាតុទាំងអស់សំពើងថៃឲ្យណានីទេនេះជាគាថាថៃយេវិនិច្ឆ័យសន្តិអាសេសតូ